ស្នេហ៍ជនជាទីមេត្រីខណៈនេះផងដែរខ្ញុំបាទកំពុងតែមានវត្តមាននៅខាងឃុំពូតុងឃុំចុងផ្លាស់ស្រុកកែវសមាខេត្តមណ្ឌលគិរីដោយទស្សនវិជ្ជាដែលលោកអ្នកបានឃើញអញ្ចឹងថានៅពីក្រោយខ្នងរបស់ខ្ញុំគឺជាស្ថានភាពដ៏ស្ងប់ស្ងាត់មួយនៅក្នុងឃុំពូតុងដែលខ្ញុំបានមកដល់ទីនេះឃើញថាហាក់ដូចជាភូមិមួយដែលត្រូវបានបោះបង់ចោលប៉ុន្តែទីនេះគឺមានប្រជាពលរដ្ឋរស់នៅប្រមាណ1000គ្រួសារផងដែរប៉ុន្តែអ្វីដែលស្ងប់ស្ងាត់នេះបណ្ដាលមកពីកត្តាមួយចំនួនដែលពុកម៉ែបងប្អូននៅទីនេះគាត់ពិបាកក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសារនៅទីនេះជាប្រភេទតំបន់មួយដែលសម្បូរទៅដោយថ្មដាអញ្ចឹងហើយពិបាកក្នុងការបង្កបង្កើនផលតែកន្លងមកតាមខ្ញុំទទួលព័ត៌មានគឺនៅទីនេះមានការប្រកបរបររែងរករ៉ែមាសជាលក្ខណៈគ្រួសារអញ្ចឹងហើយកន្លងទៅនេះពួកគាត់អាចប្រកបរបររែងរករ៉ែមាសតាមគេហៅថាសហគមន៍រ៉ែមាសចុងខ្លះប៉ុន្តែដោយសារតែរយៈកាលកន្លងទៅមានការបង្ក្រាបក៏ដូចជាការផ្អាកនៅអាជីវកម្មរបស់ពួកគាត់ធ្វើឲ្យស្ថានភាពក្នុងភូមិកាន់តែស្ងប់ស្ងាត់ដែលពួកគាត់តម្រូវចាក់ចេញពីផ្ទះសម្បែងរបស់ពួកគាត់ទៅតំបន់ខាងក្រៅផ្សេងទៀតដើម្បីប្រកបរបរចិញ្ចឹមជីវិតហើយអ្វីដែលលោកអ្នកបានឃើញទីទៀតខ្ញុំនឹងបង្ហាញទស្សនវិជ្ជារួមនៅក្នុងមូលដ្ឋាននេះហើយនឹងមានកិច្ចសម្ភាសដ៏តជាមួយនឹងពុកម៉ែបងប្អូនដែលគាត់ស្នាក់នៅអាស្រ័យផ្ទាល់នៅក្នុងភូមិពូតុងឃុំចុងផ្លាស់ស្រុកកែវសមាតែម្ដងបាទអញ្ចឹងខ្ញុំសូមបង្ហាញជាក់ស្ដែងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នេះខ្ញុំបាទនឹងសុំតែដីនេះដីនឹងទេអត់មានទៅប៉ះពាល់រ៉ែប៉ះពាល់អីទេសូមមកដីហ្នឹងនឹងឃើញដីក្រាបដល់តាំងពីឆ្នាំក្រៅជាងមកហើយគឺខ្ញុំបាទនឹងយកទៅកើបយកទៅរែងយកទៅកាន់នេះជាវិស័យហ្នឹងកណោដាធំហ្នឹងកណោថ្មហ្នឹងគេតែរើកាន់ទៅខ្ញុំបាទហ្នឹងក៏គ្មានអីធ្វើគ្មានអីរកមានតែគិតបានប៉ុណ្ណឹងខ្ញុំនេះថ្មហ្នឹងយកមករើអាថ្មហ្នឹងចាញ់ទៅមកធំទៅយកអាកតិចទូចហ្នឹងយកទៅរែងយកទៅកាន់មួយថ្ងៃបានមួយថ្ងៃមួយហ៊ុនជាងពីរហ៊ុនអីហើយទៅដល់ស្រ័យភ្លើងដល់ស្រ័យទឹកទៅមានស្រ័យហូបចុកហ្នឹងមានអីអត់មានធ្វើលើសពីហ្នឹងទេសូមសម្ដេចលោកជួយផងអត់មានទៅបាក់គោលឲ្យចាក់គោលដែរអត់ហើយជួយតាច់ឲ្យទេកាយអាលិចកាយធ្វើចាចានេះមានអីយកហ្នឹងមានយកយកបានពួកគាត់ហ្នឹងហើយដល់ទៅពេលអត់មានពួកគាត់បានកិនបានអីពួកខ្ញុំមិនដឹងអុយពីណាដែរ លោកជួយទៅកូនចៅរើស ដាច់ដៃដុំហើយ